ការអភិវឌ្ឍគម្រោងភូមិមរកតនឹងជួយដល់ចរន្តសេដ្ឋកិច្ចឲ្យកាន់តែប្រសើរឡើងតាមរយៈការផ្តល់ឱកាសការងារដល់ពលរដ្ឋកម្ពុជាក៏ដូចជាអ្នកវិនិយោគតូចធំជាពិសេសលើកកម្ពស់ទៅលើសោភ័ណភាពទីក្រុងផងដែរលើគម្រោងនេះគឺទំហំសរុបចំនួន100ហិកតាដោយឡែកគម្រោងភូមិមរកតគឺយើងអភិវឌ្ឍដំណាក់កាលទី1ប្រមាណ30ហិកតាដែលមានចំនួនផ្ទះជាង500ខ្នងក្រោមទុនវិនិយោគចំនួន$300លានបងសួរមិញថាតើភូមិមរកតមានលក្ខណៈពិសេសអ្វីខ្លះទី1ក្រៅពីតំបន់មានសក្តានុពលទី2ទៀតគឺយើងមានគ្រប់ប្រភេទផ្ទះដល់ទៅ12ប្រភេទផ្ទះទី3យើងមានជាតម្លៃចាប់ពី$19,000រហូតដល់$3លានទី4នោះគឺសម្ភារៈគឺយើងបាន upgrade គឺយើង upgrade តាំងពីសម្ភារៈតាំងតាក់ទងនឹងសម្ភារៈសង្ហារឹមដែលយើងផ្ដល់ជូនយើងបដូរទៅជាការប្រើប្រាស់ជាប្រភេទ material ថ្មីដែលយើងហៅថា Aluminium Honeycomb Panel វាធន់នឹងវាលែងខ្លាចទឹកលែងខ្លាចកណ្ដៀរទៀតហើយការប្រើប្រាស់គឺគេធានាបានគុណភាពខ្ពស់ខ្លាំងហើយចំណុចពិសេសកាន់តែខ្លាំងនោះគឺយើងពង្រីកទៅលើទំហំដូចជាប្រទេសផ្ទះ shop house របស់យើងជាប្រភេទ tower យើងមានកម្ពស់រហូតដល់ទៅ4ជាន់នៅដែលស្ថិតនៅតាមបណ្ដោយផ្លូវ30ម៉ែត្រទាំងអស់ហើយកម្ពស់4ជាន់នោះនៅជាន់ផ្ទាល់ដីគឺយើងមានទំហំ19ម៉ែត្រគុណនឹង16ម៉ែត្រប៉ុន្តែចាប់ពីជាន់ទី1ជាន់ទី2និងជាន់ទី3ទៅគឺយើង19ម៉ែត្រហក់លយមក4ម៉ែត្រទៀតគឺបានដល់ទៅ20ម៉ែត្រណោះអញ្ចឹងវាពិតជាស័ក្តិសមមែនទែនសម្រាប់អតិថិជនឬក៏អ្នកវិនិយោគទុនឬក៏អ្នកដែលកំពុងតែចង់បើកជាអគារប្រចាំខ្នាតធំដោយសារអគារហ្នឹងគឺយើង design មកទុកឲ្យលោកអ្នកសម្រាប់ជាធនាគារអគារប្រចាំខ្នាតធំអីគឺធ្វើបានហើយអាចមានដាក់នឹងចដៅយន្តផងដែរហើយនៅអគារពាណិជ្ជកម្មហ្នឹងក៏យើងនៅសល់ដីខាងក្រោយ3ម៉ែត្រហើយយើងនៅសល់ខាងមុខ8ម៉ែត្រភ្ជាប់ជាមួយនឹងផ្លូវ30ម៉ែត្រទៀតអញ្ចឹងមើលឃើញថាក្រៅពីចរន្តផ្លូវដ៏ល្អប្រសើរអាជីវកម្មលោកអ្នកក៏កាន់តែមានភាពងាយស្រួលក្នុងការផ្ដល់សេវាកម្មទៅកាន់អតិថិជនដែរហើយក្រៅពីនោះប្រភេទផ្ទះរបស់យើងនៅក្នុងតែអតិថិជនកំពុងតែទិញក្នុងកំឡុងពេល pre-sale និង grand opening នេះគឺគាត់អាចពង្រីកទំហំដីទៅតាមតម្រូវការពីព្រោះអ្នកខ្លះគាត់ទិញគាត់ត្រូវការដីធំដីកែងដីអីតាមតម្រូវការឯកនិយាយការតំបន់ក៏ដូចជាពិភពលោកស្ថានភាពទីផ្សារក៏ដូចជាតម្រូវការអតិថិជនពេញហួតគ្រប់នឹងនៅតែបន្តផ្ដល់ជូនផលិតផលថ្មីជូនដល់អតិថិជនដោយប្រកបដោយភាពច្នៃប្រឌិតពង្រឹងគុណភាពឲ្យកាន់តែប្រសើរឲ្យកាន់តែមានផាសុកភាពនិងឲ្យកាន់តែស្និទ្ធជាមួយនឹងធម្មជាតិដើម្បី upgrade ស្តង់ដារការរស់នៅរបស់ប្រជាជនកម្ពុជាឲ្យដូចជាស្តង់ដារក្នុងតំបន់ក៏ដូចជាពិភពលោកហើយសូមបញ្ជាក់ផងដែរថានៅចុងឆ្នាំ2025និងដើមឆ្នាំ2026គម្រោង2ធំទៀតដែលបុរីពេញហួតនឹងធ្វើការអភិវឌ្ឍ